ចាខ្ញុំឈ្មោះសុភាពខ្ញុំអាយុ39ឆ្នាំហើយទីលំនៅបច្ចុប្បន្នរបស់ខ្ញុំថ្ងៃនៅទីក្រុងភ្នំពេញខ្ញុំសប្តាហ៍ថ្ងៃខ្ញុំជាបុគ្គលិករបស់ក្រុមហ៊ុនខ្ញុំធ្វើការនៅក្នុង office មុនពេលខ្ញុំញ៉ាំដាប៉ូហ្នឹងដោយសារខ្ញុំជាអ្នកធ្វើការខ្ញុំអង្គុយច្រើនហ្នឹងអញ្ចឹងទៅខ្ញុំជិះចេះពេលខ្លះខ្ញុំអង្គុយធ្វើការទៅភ្លេចខ្លួនធ្វើខ្ញុំមានជិះចេះហើយដោយសារតែខ្ញុំជិះចេះហ្នឹងហើយស្របពេលដែលខ្ញុំត្រូវទិញដាប៉ូឲ្យញ៉ាយដែរខ្ញុំក៏ឆ្លៀតសាកខ្លួនឯងទៅសាកហូបទៅវាធូរអញ្ចឹងពេលខ្ញុំជិះចេះខ្លាំងខ្ញុំហូបទៅខ្ញុំមានគូជិះចេះដែរស្តុករយដែរពេលដែលខ្ញុំអង្គុយធ្វើការច្រើនគឺខ្ញុំមានអាការៈឈឺចង្កេះហើយរឹងទៅខ្នងតាំងពីខ្នងក្រោយមកចង្កេះក្រោយភាសាខ្ញុំអង្គុយច្រើនចាហើយចូលបងមានអារម្មណ៍ថាផ្លែកាហ្វេនោះពីបងហូបទៅវាផ្លែយ៉ាងម៉េចដែរនៅពេលដែលខ្ញុំហូបដាប៉ូហ្នឹងទៅខ្ញុំមានអារម្មណ៍ថាវារៀងអន់ចុករោយចង្កេះអញ្ចឹងខ្ញុំគិតថាសម្រាប់អ្នកដែលគាត់ធ្វើការងារច្រើនដូចខ្ញុំអង្គុយច្រើនហើយចុករោយចង្កេះដូចខ្ញុំអញ្ចឹងគួរតែញ៉ាំដាប៉ូកាន់ស៊ីណាណូផ្លឹងនេះដែលមានរូបសញ្ញាតាអ៊ីវយេហើយមានសញ្ញាទុនជាតិរបស់សហរដ្ឋអាមេរិក